Ok តោះឥឡូវយើងបន្តទៀតតាក់ទងជាមួយនឹងការ remote desktop ជាងការ remote desktop ទៅកាន់Windows Server របស់យើងបាទអញ្ចឹងនៅក្នុងវីដេអូមុនយើងបានចេះ configuration basic configuration រួចរាល់ហើយបាទជាងក្នុងវីដេអូនេះយើងវីដេអូមេរៀននេះយើងរៀនបន្ថែមទៀតតាក់ទងជាមួយនឹង remote desktop បាទអញ្ចឹងនៅក្នុងការ remote desktop គឺអ្នកនរគ្នាយើងត្រូវការទី1នោះគឺយើងត្រូវការIP address បាទទី2យើងត្រូវការ credential ឬក៏អាចនិយាយបានថា user ហើយនិង password អូខេ user ហើយនិង password បាទអញ្ចឹងយើងត្រូវការចំណុច2នេះបាទទី1ហើយនិងទី2បាទអញ្ចឹងគឺដើម្បីអាច remote ទៅបានគឺអ្នកនរគ្នាត្រូវការចំណុចទាំងអស់នេះឯងតោះឥឡូវយើង remote ទៅកាន់VMware របស់យើងទាំងអស់គ្នាបាទអញ្ចឹងIP របស់យើងគឺលេខ 10.10.14 ដងអញ្ចឹងដើម្បីអាច remote បានអ្នកនរគ្នាត្រូវប្រាកដថាកុំព្យូទ័រយើងនៅខាងក្រៅហើយនិងខាងក្នុងនឹងស្គាល់គ្នាកុំព្យូទ័រខាងក្រៅគឺកុំព្យូទ័រ Windows 11របស់ខ្ញុំនេះហើយកុំព្យូទ័រខាងក្នុង VMware គឺកុំព្យូទ័រ Windows Server អញ្ចឹងយើងទៅ verify ជាមួយគ្នាអញ្ចឹងអ្នកនរគ្នា right click នៅលើ server របស់យើងយក setting ហើយយើងមើលនៅទីនេះ network adapter គឺយើង select យក VMnet1 បាទ VMnet1 ហើយអ្នកនរគ្នាត្រូវទៅ verify ដែរថាកុំព្យូទ័ររបស់យើងនឹងនៅក្នុង network ជាមួយគ្នាហើយឬក៏នៅបាទយើងចូលទៅក្នុង control panel ទាំងអស់គ្នាតមកយើង select នៅលើ network and sharing center នេះបាទហើយយើង select នៅលើ change adapter setting យើងមើលនៅទីនេះបាទ VMnet adapter បាទនេះ VMware network adapter យើង select នៅលើនោះមកយើងចុចនៅលើ detail អញ្ចឹងនៅទីនេះគឺខ្ញុំដាក់ IP 10.10.10.100 មានន័យថាវានៅក្នុង range ជាមួយគ្នាបាទ server របស់យើងលេខ10កតុយលេខ10ហើយកុំព្យូទ័រក្នុង local របស់ខ្ញុំក៏កតុយលេខ100បាទអញ្ចឹងខ្ញុំអាច remote desktop បានអញ្ចឹងដើម្បី remote desktop បានគឺអ្នកនរគ្នា select ចុចនៅលើ keyboard របស់យើង Windows បូកអក្សរ O ហើយវាយអក្សរថា MSTSC បាទហើយយើងចុច enter មកយើងដាក់ IP address ចូលបាទ IP របស់យើងគឺ 10.10.10.10 បាទហើយយើង enter ទៅបាទ enter ទៅបន្តមកយើងចុច yes បាទនៅទីនេះដោយសារតែខ្ញុំធ្លាប់មានម្ដងហើយបាទអញ្ចឹងខ្ញុំសូមចុច no សិនអញ្ចឹងខ្ញុំសូម delete កន្លែងនេះចោលអស់សិនកុំឲ្យវាចងចាំណាអញ្ចឹងនៅទីនេះខ្ញុំម្ដងទៀតខ្ញុំដាក់ 10.10.10 enter មកបាទអញ្ចឹងនៅទីនេះគឺយើងយក more choice ហើយយើងដាក់ username password របស់យើងបាទ administrator បាទហើយ password បាទ password បាទតមកអ្នកនរគ្នាចុចយកពាក្យថា OK មកហើយបន្ទាប់មកយើងដាក់ don't ask me again កន្លែងនេះហើយយើងចុច yes អញ្ចឹងនេះគឺកុំព្យូទ័រ server របស់យើងបាន remote ចូលដោយជោគជ័យបាទយើងអាច remote បានហើយយើងអាច configure យើងអាច setting up អីនៅទីនេះបានតែម្ដងបាទអញ្ចឹងមួយទៀតគឺតាក់ទងជាមួយនឹងការ save បាទការ save remote desktop នៅលើកុំព្យូទ័ររបស់យើងតែម្ដងពេលក្រោយយើងទាំងអស់គ្នាគ្រាន់តែចុច double click គឺអាច access ចូលបានតែម្ដងបាទខ្ញុំសូមលុប shortcut នេះមួយចេញម្ដងទៀតបាទអញ្ចឹងនៅទីនេះគឺយើងអាច save allow កន្លែងនេះមកបាទន័យថា allow me to save credential បាទកន្លែងនេះគឺអ្នកនរគ្នាដាក់ថា administrator ហើយយើងចុចនៅលើ save as បាទ save as មកចុចទៅលើដាក់ desktop យើងដាក់ថា ads underscore dc01 បាទហើយយើងចុច save បន្ទាប់មកយើងចុច connect បាទអញ្ចឹងពេលក្រោយអ្នកនរគ្នាគ្រាន់តែ double click នៅលើ shortcut នេះមកយើងអាច remote បានតែម្ដងហើយយើងចុច connect តែម្ដងយើងដាក់ password ហើយចុច OK បាទយើង remote បានតែម្ដងណាអញ្ចឹងពេលក្រោយយើងអត់ចាំបាច់ manually ចុចបែបនេះទេអ្នកនរគ្នាគ្រាន់តែ double click នៅលើនេះ
យើងអាច remote ចូលបានតែម្ដងអូខេបាទអរគុណច្រើនអញ្ចឹងនៅក្នុងមេរៀននេះគឺយើងចេះអំពីរបៀបនៃការ remote ចូល computer server យើងបាទ remote desktop ហើយយើងបាន save shortcut នៅលើ desktop របស់យើងដែរអូខេអរគុណច្រើនអញ្ចឹងយើងជួបគ្នានៅវីដេអូមេរៀនបន្តទៀតទាក់ទងជាមួយនឹងការ install Active Directory Domain and Computer Service បាទមានន័យថា Active Directory Domain Controller បាទ